បាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបានមកបង្ហាញពីការចាប់ប្របែកកូនកែបយើងបាទអានេះនៅទូចទេបងប្អូនបាទនេះខ្ទង់មួយទឹកទៀតយើងអាចចាប់លក់ជូនបងប្អូនបានហើយបាទអានេះវានៅរៀងស្ទើរប៉ុនមេដៃវានៅប៉ុនចោលដៃខ្លះបាទចឹងទៅទៀតយើងចាប់ប្របែកបានហើយឲ្យចាប់លក់ជូនបងប្អូនបានហើយនេះខ្ញុំចាប់នេះខ្ទង់2000កូនបងប្អូនបាទវានៅតូចៗឃើញតិចទេបងប្អូនបាទហើយយើងធ្វើតង់ប្របែកទូចបែបនេះអានេះ2x3បងប្អូនបាទហើយបងប្អូនចង់បានតង់ដេសាបែបនេះក៏ខាងយើងមានលក់ដែរតម្លៃ 50000 បាទ 2x3 នេះតម្លៃ 50000 បាទហើយយើងលើកកម្ពស់វាយជាមួយទឹកកន្លះបាទនេះយើងដាក់ទឹកចាបទេបងប្អូនបាទព្រោះកូនកាលវានៅទូចដែរយើងដាក់ទឹកតិចទេហើយយើងចាំងដីរាងស្មើបាទចឹងយើងធ្វើអាងរាងស្មើយើងធ្វើដូចអាងប្រកាត់ទេបាទកូននេះវគ្គនេះមានច្រើនបងប្អូនបាទមួយទឹកនេះមានច្រើនចឹងបងប្អូនអាចកំងច្រើនចង់បានចំនួនច្រើនអាចកំងបានបាទហើយតម្លៃក៏ពិសេសតាមនឹងដែរបងប្អូនយកច្រើនតម្លៃកាន់តែពិសេសបាទអានេះយើងចាប់ប្របែកមកត្រង់នេះអានេះបងប្អូនបាទនៅត្រង់ខាងនោះទៀតបាទនេះយើងច្រើនជាងគេបាទនេះមកត្រង់ទៀតបងប្អូនបាទត្រង់នេះល្មមចាប់ហើយបាទល្មមចាប់ហើយទីទៀតគេមកយក500កូនបងប្អូនបាទពីត្រង់នេះល្មមចាប់ហើយស្អាតបងប្អូនបាទយើងប៉ុនបែបហ្នឹងអានេះប្របែកពីត្រង់ហើយខាងនេះមកត្រង់ទៀតបងប្អូនបាទត្រង់នេះថាជាត្រង់ប្រព័ន្ធត្រង់ដបងដែរបងប្អូនបាទហើយសុខភាពល្អបាទនេះប៉ុនចោលដៃបងប្អូនបាទមកទៅទៀតបានល្មមលក់អានេះត្រង់យើងប្របែកណាបងប្អូនបាទត្រង់តូចនេះយើងប្របែកទេហើយត្រង់ប្រកាសយើងនៅកន្លែងផ្សេងទៀតបងប្អូនបាទចំនួនច្រើនគួរសមបងប្អូនបាទគឺយើងធ្វើតែហុំប៉ុណ្្នឹងឯងដើម្បីយើងងាយស្រួលប្របែកនឹងជ្រេតាមហុំវាមានជ្រៀកគ្នាតិចតួចបាទវាមិនអាចស្មើគ្នាសុទ្ធ 100% ទេនេះយើងដាក់ចំណី2លីឲ្យស៊ីណាបងប្អូនបាទហើយក្នុង2ថ្ងៃទៀតយើងដាក់ចំណី3លីឲ្យស៊ីហើយចឹងបងប្អូនយកទៅដាក់ចំណី3លីឲ្យវាស៊ីដែរទៅបាទហើយតង់ប៉ុណ្នេះបងប្អូនអាចបើបងប្អូនពីដំបូងមកបងប្អូនចង់ដាក់ច្រើនអាចបានខ្ទង់1000ក្បាលអីបាទ1000ក្បាលបងអាចធ្វើ 2x3 ក៏បានដែរហើយនៅពេលដែលវាធំទៅមើលទៅបងប្អូនមើលទៅឃើញរឿងចៀតបងប្អូនអាចដេកតង់មួយទៀតសម្រាប់ប្របែកពួកនេះយើងអាចចិញ្ចឹមតាំងពីតូចដល់ធំវាចំនួន500ក្បាលបាទ500ក្បាលហ្នឹងវារៀងតលាយទេអត់ចៀតខ្លាំងពេកទេបាទពួកខ្ញុំសាកល្បងចិញ្ចឹមរួចហើយហើយចំពោះបងប្អូនបើយក1000ទៅបងប្អូនគួរតែមានអាង2ទៅសម្រាប់ជ្រេបាទជ្រេប្របែកអាណាមានធំមានទូចេញណាដោយសារការចិញ្ចឹមកែបការស៊ីចំណីរបស់វាហើយការលូតលាស់របស់វាគឺអត់ស្មើគ្នាទេបាទវាដូចតែសត្វដទៃដែរបងប្អូនបាទគឺមានតូចមានធំបាទដូចជាវាមានតូចមានធំដូចតែគ្នានឹងឯងបងប្អូនបាទអញ្ចឹងយើងត្រូវតែចាប់ប្របែកបាទនេះបើចាំបែកទេគឺវាស៊ីគ្នាបងប្អូនបាទជុំបងប្អូនត្រូវទៅចាំបែកបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងបងប្អូនបាទគ្រាន់តែបង្ហាញពីកូនកែបរបស់យើងទេបាទដោយសារកូនកែបយើងមានចំនួនច្រើនបាទសូមបងប្អូនអាចកំងបានបាទអរគុណច្រើនបងប្អូនសម្រាប់ការទស្សនារបស់បងប្អូនកន្លងមកបាទអរគុណ